មុខមួយនេះសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំអីត្រជាក់ពេលល្ងាចដែលថាជាគ្រឿងក្លែមហ្នឹងគឺត្រូវមកគាត់ហ្មងថ្ងៃនេះយើងមកធ្វើលឹងគោអាំងម្ដងដោយសារអីនៅសុកហ្នឹងនៅឃើញចង់ញ៉ាំអីតែបែបអាំងអញ្ចឹងណាអញ្ចឹងយើងមកធ្វើលឹងគោអាំងម្ដងសម្រាប់លឹងគោនៅពេលដែលយើងទិញមកពីផ្សារតែមានជាប់កតិចដីឬគេហៅថាកតិចជ្រុញឬក៏សបកឡាំងឬក៏រោមហ្នឹងអញ្ចឹងយើងមកលាងសម្អាតបន្ទាប់មកចាំយើងយកមកស្ងោរឬក៏យើងស្រោះវាមកទឹកសិនមានន័យថាយើងស្ងោរវាមកទឹកចោលសិនដើម្បីកាត់ក្លិនគោកាត់ក្លិនឆ្អាបគោអីហ្នឹងយើងត្រូវស្ងោរវាមកទឹកសិនដើម្បីឲ្យកតិកទីដែលយើងលាងហើយវាអត់ស្អាតហើយនៅជាប់ហ្នឹងវាអាចនៅតាមទឹកដែលយើងស្ងោរនឹងឯងបន្ទាប់ពីហ្នឹងហើយចាំយើងដាំទឹកម្ដងទៀតយើងអាចដាក់គល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចសើចដើម្បីដាក់ស្ងោរជាមួយនឹងលឹងគោនេះកាត់ក្លិនឆ្អាបបន្ថែមទៀតកាត់ក្លិនគោអញ្ចឹងអ្នកដែលក៏អត់ចូលចិត្តសាច់គោដែលមានក្លិនអីហ្នឹងវាអាចកាត់បន្ថយបានច្រើនដែរនៅពេលដែលយើងដាក់ស្ងោរលឹងគោជាមួយនឹងស្លឹកក្រូចសើចម្ដេចនេះហើយយើងអាចស្ងោរមួយអាចជា15នាទីឬក៏20នាទីអាចមានន័យថាអាចមកឆ្អិនល្មមកុំឲ្យវាផុយពេកកុំឲ្យវានៅស្វិតពេកព្រោះដោយសារវារៀងស្វិតដែរអញ្ចឹងយើងអាចស្ងោរខ្ទង់ជា15នាទីទៅ20នាទីបន្ថែមទៀតមានន័យថាយើងស្ងោររងាស់វាបន្ទាប់ពីហ្នឹងបងប្អូនអាចលៃមើលថាតើល្មមញ៉ាំនៅអញ្ចឹងបងប្អូនអាចស្រង់វាមកដាក់មកដល់ឡែកសិនទៅបន្ទាប់មកចាំយើងលាយគ្រឿងវាដូចជាទឹកស៊ីអ៊ីវប៊ីចេងស៊ុបខ្នុរហើយនៅស្ករបន្តិចមកយើងដាក់ចូលនៅក្នុងកធុនឬក៏ចានដែកមួយមកយើងច្របល់វាឲ្យវាចូលជាតិបន្តិចណាហើយបន្ទាប់ពីហ្នឹងទៅយើងអាចទុកវាប្រហែលជា10នាទីហើយយើងអាចឆ្លៀតទៅបង្កាត់ភ្លើងដើម្បីអាំងវាបន្ថែមព្រោះដោយសារពេលដែលយើងស្ងោរអញ្ចឹងវាមានខ្លាញ់អីនៅជាប់តិចតួចហើយអញ្ចឹងយើងយកវាមកអាំងដើម្បីឲ្យលឹងគោហ្នឹងឯងវាក្រៀមបន្តិចអញ្ចឹងពេលដែលយើងញ៉ាំទៅវាអត់សូវតលាន់ទេហើយនិយាយទៅពេលដែលយើងញ៉ាំទៅបងអូនអត់មានក្លិនគោឲ្យជាប់គឺអត់ទេគឺញ៉ាំទៅវារៀងស្រួយខាងក្រៅហើយខាងក្នុងរៀងទន់ហើយច្រប់អញ្ចឹងណាមានន័យថាពេលដែលយើងញ៉ាំទៅយើងមានអារម្មណ៍ថាឆ្ងាញ់ហើយជក់មាត់ហើយអត់ទលាន់ទេព្រោះដោយសារយើងបានអាំងវាស្រក់ខ្លាញ់ហើយអស់ហើយគ្រាន់តែឃើញការអាំងហ្នឹងក៏តំណងដែរថាគេព្រោះដោយសារវាក្រៀមហើយស្រក់ខ្លាញ់ហុយទៀតដល់ជាតិហ្មងផ្នែកទឹកជ្រលក់វិញបើសិនជាបងអូនចង់ធ្វើជាទឹកប្រហុកដែលជ្រលក់ជាមួយនឹងលឹងគោនឹងក៏បានជាទឹកម្រេចក៏បានឬក៏ជាទឹកត្រីអំពិលទុំក៏បានដែរតែសម្រាប់នេះខ្ញុំធ្វើទៅជាទឹកអំពិលទុំដើម្បីផ្ទាប់ជាមួយនឹងលឹងគោអាំងឯងតែប៉ុន្តែយើងអត់ចង់ជ្រលក់ជាមួយទឹកជ្រលក់ក៏បានដែរព្រោះដោយសារលឹងគោដែលយើងអាំងហ្នឹងយើងបានប្រឡាក់គ្រឿងហើយអស់ហើយប៉ុន្តែពេលដែលយើងញ៉ាំទៅរសជាតិវាមានប្រៃផ្អែមល្មមហើយស្រួយតិចវាឆ្ងាញ់ស្រាប់ហើយសម្រាប់ក្មេងៗដែលចូលចិត្តញ៉ាំអីឬក៏ចូលចិត្តធ្វើទឹកជ្រលក់បន្ថែមញ៉ាំគឺអាចញ៉ាំបានសម្រាប់ក្មេងៗតែធម្មតាសម្រាប់មនុស្សចាស់ឬក៏មនុស្សធំយើងតែញ៉ាំវាជាមួយនឹងលបោយមានបន្លែផ្សេងៗអញ្ចឹងវាអាចនឹងធ្វើរសជាតិលឹងគោដែលយើងប្រឡាក់ហ្នឹងវាសាបហើយអញ្ចឹងយើងត្រូវធ្វើទឹកជ្រលក់បន្ថែមហើយបើនិយាយពីធ្វើឲ្យដល់ពេលដែលញ៉ាំបាយជុំគ្នាព្រោះគេដែរថាឲ្យដាក់ម្នាក់មកកំប៉ុងទៅដើម្បីបាយឆ្ងាញ់ហើយត្រជាក់ខ្លួនគេវាស្រួលប៉ុន្តែម្នាក់ថាអត់ម្នាក់ថាទេស្រួលអត់ស្រួលខ្លួនម្នាក់ទៀតឈឺហើយអត់ញ៉ាំទេចេះមួយចោះមួយអញ្ចឹងលទ្ធិរដ្ឋផលខ្ញុំធ្វើម្ហូបដើម្បីគ្រឿងក្លែមហ្នឹងគឺបរាជ័យហើយបានធ្វើតែញ៉ាំបាយនឹងឯងអត់មានណាគេផឹកជាមួយទេ